ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនាតំបន់ទេសចរនៅភ្នំប្រសិទ្ធបងប្អូនទាំងអស់គ្នាបាទហើយកន្លែងតំបន់ភ្នំប្រសិទ្ធហ្នឹងមានកន្លែងដើរលេងច្រើនណាស់ស្អាតទេសភាពស្អាតប្រាសាទក៏មានច្រើនប្រាសាទតាំងពីបុរាណក៏មានដែរបងប្អូនតែថ្ងៃនេះខ្ញុំនាំបងប្អូនទៅទស្សនាតែ3ទីតាំងតែប៉ុណ្ណោះបងប្អូនបាទចាំទស្សនាទាំងអស់គ្នាបងប្អូនចង់ទៅសើចតាម Google ไว้ក្នុង YouTube ក៏បានដែរទីតាំងសម្រាប់ទីតាំងគឺតំបន់ភ្នំប្រសិទ្ធហ្នឹងចេញមកឲ្យបងប្អូនបងដល់ហើយមូទាំងឲ្យយើងមកបុកមកពីបាយចានមកអូបើតាមផ្លូវនេះចំពេញបឹកមករត់ណាมันទៅឲ្យទៅថតដែរនេះសមិទ្ធផលបងប្អូនអីនេះយើងមកទស្សនាប្រាសាទនេះទៅបងប្អូនអរគ្នាតោះបងប្អូនណាធ្លាប់មកបងប្អូនណាអត់ធ្លាប់មកទៅណាហើយថតដែររត់ឯងនៅដាក់ចឹងឥឡូវមុនរត់ឯងនៅមុនដោះមុខចេញសិនណាដោះមុខចេញសិនណាហើយមើលសាក់ថតនៅមកអូនេះតោះបងប្អូនសាមើលអូមើលឃើញដល់ណាដល់ណីនោះមើលឃើញគ្រប់ជ្រុងខ្លាយឲ្យនឹងរមៀលនេះមើលទិដ្ឋភាពនោះវិញភ្នំប្រសិទ្ធខាងត្បូងនោះលើភ្នំនោះដើរឡើងទៅបងប្អូនដើរឡើងភ្នំប្រសិទ្ធពងឈរនេះមើលពីទិដ្ឋភាពពីលើភ្នំឥឡូវទៅរកប្រាសាទចាំមើលសិនបងប្អូនទិដ្ឋភាពពីលើភ្នំនោះស្អាតបងប្អូនអរគ្នាឥឡូវនេះមកដល់ភ្នំប្រាសាទហើយនេះអត់បានទៅថតចិត្តទេប្រាសាទប្រាសាទនគរប្រាសាទនគរវត្តភ្នំរាបទេបងប្អូនណាថតរឿងហើយអានេះមែនអានេះជាស្រ័យថតពីចម្ងាយទេបងប្អូនអរគ្នាអត់បានចូលចិត្តទេដល់សារគីម៉ោងយើងដើរលេងទាំងពីណាពីណីកន្លងជុំវិញឲ្យធ្លាប់មកសារធ្លាប់មកឥឡូវថតពីចម្ងាយចូលមើលមិនរត់ចូលមើលរត់បងប្អូនយើងគេថតរឿងថតអីទៀតណាមានបងប្អូនយើងថតរឿងថតអីទេវត្តភ្នំរាបទេបងប្អូនណាថតរឿងហើយអានេះមែនអានេះជាស្រ័យថតពីចម្ងាយទេបងប្អូនអរគ្នាអត់បានចូលចិត្តទេដល់សារគីម៉ោងយើងដើរលេងទាំងពីណាពីណីកន្លងជុំវិញឲ្យធ្លាប់មកសារធ្លាប់មកឥឡូវថតពីចម្ងាយចូលមើលមិនរត់ចូលមើលរត់បងប្អូនយើងគេថតរឿងថតអីទៀតណាមានបងប្អូនយើងថតរឿងថតអីទេរត់ថតមិនថតរឿងបងប្អូនអរគ្នាថតឈុតpre wedding អីហ្នឹងនោះរោបងនោះមានដាក់ឈុតថតការថតអីចឹងបងប្អូនអរគ្នាយើងជួលអីទៅថតរឿងថតការថតអីបាននេះកន្លែងនេះបងប្អូនអត់ធ្លាប់មកឃើញគេថតរឿងតំណងណាបងប្អូនឃើញក្នុងរឿងតំណងបើយើងមកទៅដឹងកន្លែងថតរឿងច្រើនបងប្អូននេះថតតែត្រឹមនេះមានបាននេះបងប្អូនបាទហ្នឹងហើយបងប្អូនអរគ្នាវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងដែរអរគុណច្រើនបងប្អូនអរគ្នាសុខសប្បាយជម្រាបលាទាំងអស់គ្នាបាទ